ជំរាបសួររីករាយស្វាគមន៍មកកាន់វីដេអូថ្មីអ្នកនរគ្នាបាទមុខខ្ញុំរយៈគឺអត្តនាទេរសាររវល់ពេកអត់បានចេញវីដេអូចែករំលែកទៅកាន់អ្នកនរគ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកចែករំលែកទាក់ទងជាមួយនឹងការប្រើប្រាស់មុខងារ CapCut កម្រិតដំបូងអានេះខ្ញុំចេញជាអេពីសូតអ្នកនរគ្នាអាចមើលបានអញ្ចឹងមុននឹងទៅដល់ការកាត់តវីដេអូបានល្អគឺយើងត្រូវស្គាល់មុខងារមួយចំនួននៅក្នុងកម្មវិធី CapCut ជាមុនសិនអ្នកនរគ្នាណាចំពោះកម្មវិធី CapCut នេះគឺមុខងាររបស់វាមានច្រើនខ្លាំងមែនទែនដែលអាចជើងប្រើការងារបានគ្រប់បែបយ៉ាងតែម្ដងចឹងបើសិនជាអ្នកទាំងអស់គ្នាមានលទ្ធភាពយើងអាចទិញ Pro បានតែបើយើងធ្វើមកប្រើប្រាស់ការងារធម្មតាទេយើងប្រើតែ CapCut ធម្មតាក៏បានដែរមិនចាំបាច់ទិញ Pro ទេអ្នកទាំងអស់គ្នាចឹងចំពោះវីដេអូមួយនេះគឺខ្ញុំរៀបរាប់ត្រួសតាក់ទងជាមួយនឹងមុខងារមួយចំនួននៅក្នុងកម្មវិធី CapCut ទេគឺខ្ញុំអត់ទាន់បង្ហាញដូចជាជាក់លាក់ទេអ្នកទាំងអស់គ្នាអាចមើលជាក់ស្ដែងបានគឺកម្មវិធី CapCut វាមានមុខងារជាច្រើនដែលយើងអាចកាត់វីដេអូបានតែមុខងារដែលយើងប្រើទូទៅគឺកន្លែង New Video នេះអ្នកទាំងអស់គ្នាណាគឺយើងចូលដើម្បីចូលទៅកាត់តវីដេអូចំពោះការកាត់តវីដេអូនោះទៀតសោតគឺមិនមែនយើងចេះតែកាត់ទេអ្នកគ្នាយើងមានជាការថែម sound effect ថែម sticker transition អីផ្សេងគឺថាគឺជាភាពច្នៃប្រឌិតរបស់អ្នកទាំងអស់គ្នាអញ្ចឹងវីដេអូនេះខ្ញុំបង្ហាញតាក់ទងជាមួយនឹងមុខងារមួយចំនួនទេដូចជានៅក្នុងវីដេអូនេះវាមានមុខងារមួយចំនួនដូចជាអ្នកទាំងអស់គ្នាអាចមើលបានមាន add audio មាន add text ហើយនៅក្នុងខាងក្រោមនេះយើងមាន edit ពាក្យ audio text effect overlay caption និងផ្សេងទៀតអញ្ចឹងវីដេអូបន្តខ្ញុំនឹងប្រាប់បញ្ជាក់បន្ថែមថាមុខងារហ្នឹងប្រើការងារបានគេខ្លះហើយបន្តមកទៀតគឺខ្ញុំនឹងចូលទៅកាត់តវីដេអូឲ្យអ្នកទាំងអស់គ្នាមើលផ្ទាល់តែម្ដងជួបគ្នានៅវីដេអូក្រោយមួយទៀតអ្នកទាំងអស់គ្នា